ប្រសិនណាបើតុលាការកំពូលអាមេរិកប្រកាសសាលក្រមប្រឆាំងនឹងពន្ធរបស់លោកដូណាល់ត្រាំមែននោះតម្លៃមាសនឹងស្រុតចុះកំហុកត្រឡប់មកវិញតុលាការកំពូលសហរដ្ឋអាមេរិកមិនទាន់បានចេញសេចក្តីសម្រេចអំពីភាពស្របច្បាប់នៃពន្ធនាំចូលរបស់ប្រធានាធិបតីដូណាល់ត្រាំកាលពីថ្ងៃអង្គារដែលធ្វើឲ្យការរងចាំសេចក្តីសម្រេចដែលត្រូវបានគេរំពឹងទុកខ្លាំងលើគោលនយោបាយសេដ្ឋកិច្ចស្នូលមួយរបស់សេដ្ឋវិមានត្រូវបានពន្យាពេលបន្តទៀតសារព័ត៌មានមួយចំនួនបានរាយការណ៍ថាចៅក្រមតុលាការកំពូលអាចនឹងប្រកាសសេចក្តីសម្រេចនៅម៉ោង 10 ព្រឹកម្សិលមិញនេះប៉ុន្តែសេចក្តីសម្រេចនោះមិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជីសេចក្តីសម្រេចដែលតុលាការកំពូលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួននោះទេលោកត្រាំបានប្រើច្បាប់មួយចេញនៅក្នុងឆ្នាំ 1977 ដែលមានឈ្មោះថា International Emergency Economic Power Act ដែលជាមូលដ្ឋានយុត្តិធម៌សម្រាប់ដាក់ពន្ធលើប្រទេសជាច្រើនច្បាប់ IEEPA ផ្ដល់អំណាចទូលំទូលាយដល់ប្រធានាធិបតីក្នុងការគ្រប់គ្រងប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិនៅពេលមានភាពអាសន្នណាមួយកើតឡើងសម្រាប់សហរដ្ឋអាមេរិកចៅក្រមបានបង្ហាញការសង្ស័យគ្រប់គ្រាន់ចំពោះការប្រកែកតវ៉ារបស់សេដ្ឋវិមានក្នុងអំឡុងសវនាការចុងឆ្នាំមុនដល់ថ្នាក់ទីផ្សារហិរញ្ញវត្ថុឥឡូវនេះរំពឹងថាតុលាការកំពូលអាចនឹងសម្រេចប្រឆាំងនឹងលោកត្រាំយោងតាមគេហទំព័រសុំផ្ទៃ Polymarket បានឲ្យដឹងថាមានឱកាសប្រហែល 36% ដែលតុលាការនឹងគាំទ្រសេដ្ឋវិមានប៉ុន្តែភាគរយនេះបានកើនឡើងបើប្រៀបធៀបនឹងដើមខែនេះតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Jamison Greer បានប្រាប់សារព័ត៌មាន New York Times នៅក្នុងបទសម្ភាសន៍មួយដែលបានបោះពុម្ពផ្សាយកាលពីថ្ងៃច័ន្ទថាទោះបីជាតុលាការកំពូលលុបចោលពន្ធនាំចូលក៏ដោយមន្ត្រីរដ្ឋបាលកំពុងត្រៀមរៀបចំពន្ធថ្មីដែលអាចចាប់ផ្ដើមអនុវត្តនៅថ្ងៃបន្ទាប់ភ្លាមៗលទ្ធផលនៃករណីនេះអាចមានឥទ្ធិពលដល់របៀបដែលលោកត្រាំបន្តប្រើពន្ធនាំចូលជាឧបករណ៍គោលនយោបាយដែលលោកបានប្រើជាបន្តបន្ទាប់ក្នុងអំឡុងអាណត្តិទី2ដើម្បីដាក់សម្ពាធក្នុងការចរចាអន្តរជាតិថ្មីនេះវាត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងការទាមទាររបស់លោកត្រាំឲ្យសហរដ្ឋអាមេរិកកាន់កាប់ Greenland ដោយលោកបានគម្រាមដាក់ពន្ធបន្ថែមលើប្រទេសអឺរ៉ុបមួយចំនួនរហូតទីក្រុង Washington ត្រូវបានស្នើទិញដែនដីដែលស្ថិតក្រោមការគ្រប់គ្រងដោយខ្លួនឯងរបស់ដាណាម៉ាក់នេះមេដឹកនាំអឺរ៉ុបបានបរិញ្ញាការគម្រាមពន្ធចុងក្រោយនេះថាជាទម្រង់នៃការគម្រាមកំហែងឬការបង្ខំហើយត្រូវបានរាយការណ៍ថាកំពុងពិភាក្សាអំពីវិធានការឆ្លើយតបដែលអាចនឹងកើតមានរួមទាំងការអនុវត្តឧបករណ៍ប្រឆាំងការបង្ខំដែលអាចរឹតបន្តឹងដំណើរការរបស់សហរដ្ឋអាមេរិកទៅកាន់សហភាពអឺរ៉ុបដែលជាសេដ្ឋកិច្ចធំទី3របស់ពិភពលោកប្រសិនណាបើតុលាការកំពូលអាមេរិកប្រកាសសាលក្រមប្រឆាំងនឹងពន្ធរបស់លោកដូណាល់ត្រាំមែននោះតម្លៃមាសនឹងស្រុតចុះកំហុកត្រឡប់មកវិញដោយសារតែភាពតានតឹងខាងផ្នែកសេដ្ឋកិច្ចចាប់ផ្ដើមធូរស្រាលមកវិញបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបន្តបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ